เทวดากราบบังคมទូសួរព្រះមានព្រះភិក្ខថាក្នុងលោកនេះអ្វីដែលប្រជុំជនច្រើនគ្នាតែងខ្លាចហើយព្រះអង្គសម្ដែងថាជាផ្លូវមានមេឃបែកច្រើនណាស់បបិទ្ធប្រគោដំជាម្ចាស់ព្រះអង្គមានបញ្ញាក្រាស់ខ្ញុំព្រះអង្គសូមសួរថានរជនតាំងនៅក្នុងធម៌ដោយម្ដេចរមែងមិនភ័យទៅក្នុងបរលោកព្រះមានព្រះភិក្ខត្រាស់ថាសាធុជនតម្កល់វិចារនឹងចិត្តដោយប្រពៃមិនធ្វើបាបដោយកាយគប់គ្រងនៅផ្ទះដែលមានបាយនិងទឹកច្រើនជាអ្នកមានសទ្ធាមានចិត្តទន់ជាអ្នកចែករំលែកជាអ្នកដឹងនៅពីពោលជនដែលតាំងនៅក្នុងធម៌ទាំង4ប្រការនេះឈ្មោះថាជាអ្នកស្ថិតនៅក្នុងធម៌រមែងមិនភ័យទៅក្នុងបរលោកទេចប់ភីតសូត្រអธิบายសេចក្តីខ្លះៗក្នុងអត្ថកថាភីតសូត្រដែលទេវតាក្រាបបង្គំទូលសួរព្រះមានព្រះភិក្ខថានរជនតាំងនៅក្នុងធម៌ដោយម្ដេចរមែងមិនភ័យទៅក្នុងបរលោកកេស្មឹងទេតោបរលោកកាំងនភាយិតេព្រះមានព្រះភិក្ខត្រាស់ថាវាចាំមនញ្ចបនិធាយសមាកាយេអ្នកបាបានិអកុបៈមេណោសាធុជនតម្កល់វិចារនឹងចិត្តដោយប្រពៃមិនធ្វើបាបដោយកាយសេចក្តីថាព្រះមានព្រះភិក្ខត្រាស់វិជ័យសុចរិត4យ៉ាងដោយពាក្យថាវិចារត្រាស់មនោសុចរិត3ដោយពាក្យថាចិត្តត្រាស់កាយសុចរិត3ដោយពាក្យថាកាយជាកុសលកម្មបទទាំង10ជាអង្គនៃសេចក្តីបរិសុទ្ធខាងដើមពហុនអ្នកបាណាំងខរៈមេវៈសន្តោគ្រប់គ្រងនៅផ្ទះដែលមានបាយនិងទឹកច្រើនដោយសេចក្តីថាព្រះមានព្រះភិក្ខទ្រង់កាន់យកវត្ថុដែលនាំមកជាគ្រឿងបូជាដែលសម្រេចហើយដោយការឲ្យទានដោយជនទាំងឡាយមានអនាថបណ្ឌិកសិទ្ធិជាដើមសត្វធោមុទូសង្វិភាគីវៈតញ្ញូអេតេសុធម្មេសុទេតោចតោសុធម្មេទេតោបរលោកកាំងនភាយេតេសត្វធោជាអ្នកមានសទ្ធាជាអង្គមួយមុទូជាអ្នកមានចិត្តទន់ជាអង្គមួយសង្វិភាគីជាអ្នកចែករំលែកសូម្បីវត្ថុបន្តិចបន្តួចតែកាន់នៅនឹងដៃក៏នៅតែបែងចែកឲ្យដល់អ្នកដទៃហើយទើបបរិភោគជាអង្គមួយវៈតញ្ញូជាអ្នកដឹងនៅអាចនៅពាក្យពោលជាអង្គមួយអ្នកតាំងនៅក្នុងធម៌4យ៉ាងនេះឈ្មោះថាអ្នកតាំងនៅក្នុងធម៌បុគ្គលលោកកាលទៅបរលោកទើបមិនខ្លាច